មហាជេងជឿនជាតិខ្មែរថ្កើងជ័យយោសុខោលាភូវគ្គទី44ត1ហើយចំពោះកូនស្រីកូនប្រុសវិញគឺអង្គុយលុតជង្គង់នៅពីខាងមុខព្រះមេត្តាបិតាហើយឱនក្រាបសំពះគោរពថ្វាយបង្គំឲ្យបាន3ដងព្រមគ្នាស្មើគ្នាព្រះមេត្តាបិតាទាំង4រូបយកដៃចាប់លើកជើងពៀនដែលមានប្រអប់គ្រឿងអលង្ការចំពោះលោកឪពុកទាំងសងខាងវិញគឺគ្រាន់តែចាប់កាន់ត្រកែងដៃភរិយារៀងខ្លួនកូនស្រីកូនប្រុសទទួលជើងពៀនមានគ្រឿងអលង្ការពីព្រះមេត្តាបិតារួចរាល់អស់ហើយបន្ទាប់មកកូនទាំង2នាក់លើកដៃសំពះគោរពថ្វាយបង្គំព្រះមេត្តាបិតាចំនួន3ដងទៀត